Rương ni tiền, rây lên chiếng, nâng sơ mói tỏ xù. Mùi, đám ra đời cái đáy đô rị rì. Cá bị preng niấy, miên phùm ngọc scan muối nâng bái prey thúm, đai bố bánh đời đám chư thúm thúm nâng mà lộp trật chạc. Nơi tì nú, miên sạch là ợt bíប្រភេទ ដែលមានជ្រើតថកគ្នាដោយមេឃនឹងដី រៃឈ្មោលមួយឈ្មោះចាប៉ីជាសត្វដែលចូលចិត្តភាពសប្បាយរីករាយនិងសិល្បៈចាប៉ីមានសម្លេងពីរោះរណ្ដំខ្លាំងបំផុតក្នុងចំណោមសត្វរៃទាំងអស់ពេញមួយរដូវក្តៅរដូវវស្សានិងដើមរដូវប្រាំងចាប៉ីមិនអាចគិតគូរពីរឿងផ្សេងក្រៅពីការច្រៀងលេងបន្ធូរអារម្មណ៍ឡើយ គេតែងតែអង្គុយលើមែកឈើខ្ពស់ៗបញ្ចេញសំឡេងយ៉ាងលលង់លលួយធ្វើឲ្យព្រៃទាំងមូលមិនមានភាពស្ងប់ស្ងាត់នោះឡើយរាល់ពេលមានសត្វល្អិតណាឆ្លងកាត់ចាប៉ីនឹងស្រែកសួរថាហេថ្ងៃនេះអាកាសធាតុល្អម្ល៉េះចាំបាច់ខំប្រឹងធ្វើការអីទៀតមកច្រៀងលេងជាមួយខ្ញុំទៅជីវិតនេះខ្លីណាស់គួរតែសប្បាយអរពីចិត្តទៅខំប្រឹងអីម្ល៉េះ ចំណែកឯស្រមោចមួយភងធំដឹកនាំដោយស្រមោចដ៏តស៊ូឈ្មោះជ័យសីហាវិញគឺផ្ទុយពីចាប៉ីស្រឡះស្រមោចទាំងអស់សុទ្ធតែជាអ្នកធ្វើការងារដ៏ស្វាហាប់និងឧស្សាហ៍ព្យាយាមពួកគេមិនខៀសចាយសូម្បីមួយវិនាទីណាឡើយតាំងពីពេលអាទិត្យរះរហូតដល់ល្ងាចគេនាំគ្នាដឹកជញ្ជូនចំណីអាហារដូចជាគ្រាប់ធញ្ញជាតិគ្រប់ប្រភេទដូចជា គ្រាប់ស្រូវអង្ករល្ងពោតសណ្ដែកនិងសេសស្លឹកឈើតូចៗមកស្តុកទុកក្នុងសម្បុកក្រោមដីរបស់ពួកគេចំណែកឯសត្វអរិយវិញមិនខ្វល់នឹងរកស្បៀងអាហារបម្រុងពេលទុកដល់រដូវវស្សាទេគឺស្រែកច្រៀងលេងយ៉ាងសប្បាយនៅលើមែកឈើ 2. រដូវវស្សានិងការព្រមាន លុះដល់រដូវវស្សាភ្លៀងបានបង្អុរចុះមកយ៉ាងជោគជាអំធ្វើឲ្យដីសើមជុំវិញស្រមោចជ័យសីហានិងកូនក្រុមរបស់គេនៅតែបន្តធ្វើការយ៉ាងសស្រាក់សស្រាំពួកគេដឹងច្បាស់ថារដូវរងាដ៏ត្រជាក់នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយប្រសិនបើមិនមានស្បៀងអាហារគ្រប់គ្រាន់ទេពួកគេនឹងត្រូវបង្ខំចាត់នៅអត់ឃ្លានស្លាប់ក្នុងរោងចក្រជាមិនខានថ្ងៃមួយ ពេលដែលជ័យសីហាកំពុងដឹកចំណីអាហារឆ្លងកាត់គល់ឈើមួយគាត់បានឃើញរៃឈ្មោះចាប៉ីកំពុងតែច្រៀងលេងដោយសក់ដង់មិនខ្វល់ខ្វាយពីភ្លៀងសោះចាប៉ីញ៉ាំនៅតែច្រៀងលេងទៀតហើរដូវប្រាំងក៏ឡងផុតទៅហើយឆាប់ដល់រដូវរងាហើយណាជ័យសីហាស្រែកព្រមានដោយការបារម្ភចាប៉ីឈប់ច្រៀងមួយផ្លែតលើកជើងមុខរបស់គេមកកាន់មាត់និងនិយាយដោយសើចចំអស់ ហាហាជ័យសីហាញាក់ពិតជាចេះបារម្ភហួសហេតុមែនមើលចុះថ្ងៃនេះមេឃស្រឡះល្អតើស្អែកចាំធ្វើការក៏មិនទាន់យឺតពេលដែរច្រៀងពេលនេះគឺដើម្បីបង្កើតភាពសប្បាយរីករាយចាំដល់រដូវរងាតើមានអ្វីត្រូវបារម្ភតែងតែមានអ្វីមួយយ៉ាងឲ្យយើងហូបរហូតនឹងជ័យសីហាអង្រួនក្បាលងក់ស្មាដោយអស់សង្ឃឹមគាត់បានឆ្លើយទៅវឹងថា ការខិតខំថ្ងៃនេះគឺដើម្បីភាពកក់ក្ដៅនិងសុវត្ថិភាពណាថ្ងៃស្អែកខ្ញុំនឹងថាពេលរដូវរងាមកដល់គ្មានសត្វលើតណាអាចចេញទៅរកចំណីអាហារបានឡើយខ្ញុំសង្ឃឹមថាអ្នកនឹងដឹងខ្លួនតនពេលមុនវាយឺតបន្ទាប់មកជ័យសីហាក៏បន្តដំណើរទៅមុខយ៉ាងលឿនដើម្បីដឹកចំណីដែលសេសសល់មុននឹងភ្លៀងធ្លាក់ខ្លាំងម្ដងទៀតចំណែកឯចាប៉ីវឹងក៏បន្តច្រៀងរបស់គេដោយពាក្យចំអស់ មនុស្សអត់សិល្បៈអ្នកធ្វើការអើយធ្វើការ 3 ការមកដល់នៃរដូវរងាពេលវេលាបានកន្លងទៅយ៉ាងលឿនដោយផ្លេតបន្ទាន់ភ្លាមនោះអាកាសធាតុកក្ដៅក៏បានបាត់ទៅវិញខ្យល់ត្រជាក់បានបោកភុកមកយ៉ាងខ្លាំងដើមឈើទាំងអស់ជ្រុះស្លាក់អស់ទៅបានចុះគ្រប់បណ្ដាមលើវាលស្រែនិងសត្វល្អិតទាំងអស់ក៏បានសំងំលាក់ខ្លួន នេះជារដូវរងាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះស្រមោចជ័យសីហានិងគ្រួសាររបស់គេបានរស់នៅដោយសុវត្ថិភាពនិងកក់ក្ដៅក្នុងរូងក្រោមដីរបស់ពួកគេសម្បុករបស់ពួកគេបានជួសជុលយ៉ាងល្អនិងពោពេញទៅដោយអាហារគ្រប់មុខ
ដែលស្តុកទុកពេញរដូវក្តៅនិងរដូវវស្សាពួកគេអាចហូបនិងសម្រាកដោយរីករាយដោយមិនចាំបាច់ចេញទៅក្រៅសោះពួកគេដឹងថាការតស៊ូនិងការខិតខំរបស់គេបានទទួលផលហើយចំណែកឯរៃវិនដែលមិនបានត្រៀមខ្លួនបានជួបទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរដោយសារមិនបានស្តុកស្បៀងអ្វីសោះគេមិនមានអ្វីបរិភោគឡើយចាប៉ីបានលាក់ខ្លួននៅក្រោមគល់ឈើមួយដែលគេធ្លាប់ច្រៀងលេងភាពត្រជាក់បានធ្វើឲ្យស្លាបរបស់គេឡើងរឹងចំណែកឯភាពអត់ឃ្លានបានធ្វើឲ្យរាងកាយរបស់គេស្គមស្គាំងនិងសំឡេងច្រៀងដ៏ពីរោះរណ្ដំរបស់គេបានប្រែទៅជាសំឡេងធ្ងរតិចតិច 4. ការជួបគ្នានឹងមេរៀនក្រោយពីត្រឹមអត់ឃ្លានអស់រយៈពេលជាច្រើនថ្ងៃរៃចាប់បៃស្ទើរតែដាច់ខ្យល់ស្លាប់ដោយសារភាពត្រជាក់និងការស្រែកឃ្លានគេបានសម្រេចចិត្តថាត្រូវតែធ្វើអ្វីមួយទោះជាត្រូវខ្មាស់គេក៏ដោយគេបានប្រឹងប្រែងអ៊ូខ្លួនឯងបណ្ដាទៅកាន់សម្បុកសម្បោជ័យសេហានៅពេលទៅដល់ចាប់បៃបានគោះទ្វាររូងស្រមោចដោយដៃដោយញ័រទៅត្រឹកជ័យសេហាដែលកំពុងតែរីករាយនឹងគ្រាប់ស្រីដ៏ឈ្ងុយឆ្ងាញ់បានចេញមកមើលគាត់ស្ទើរតែមិនជឿភ្នែកថាសត្វរៃដែលធ្លាប់តែមានកម្លាំងនិងមានម៉ូតាហ្វិកនោះបានប្រែទៅជាសត្វល្អិតដ៏កំសត់ស្គមស្គាំងចាប់បៃតើមានរឿងអ្វីកើតឡើងចំពោះអ្នកជ័យសេហាសួរដោយភ្ញាក់ផ្អើលអូជ័យសេហាខ្ញុំសូមអង្វរអ្នកខ្ញុំស្ទើរតែស្លាប់ហើយខ្ញុំអត់មានអ្វីហូបសោះភាពត្រជាក់បានធ្វើឲ្យខ្ញុំលែងមានកម្លាំងទៅរកអ្វីផ្សេងទៀតហើយខ្ញុំពិតជាខុសមែនខ្ញុំសូមខ្ចីអាហារបន្តិចបន្តួចពីអ្នកទៅហូបដើម្បីរស់រានទៅដល់ចប់រដូវនេះដល់រដូវក្តៅខ្ញុំនឹងសងអ្នកវិញជាមួយគ្រាប់ធញ្ញជាតិនិងការច្រៀងឲ្យអ្នកស្ដាប់មួយជីវិតជ័យសេហាបានសម្លឹងទៅរៃចាប់បៃមួយសន្ទុះដោយទុកមុខលាយគ្នារវាងក្តីអាណិតអាសរនិងការក្រិនរំលឹកគាត់បានរំលឹកដល់ការព្រមានដែលគាត់បាននិយាយកាលពីមុនចាប់បៃញាក់នៅចងចាំកាលពីដើមរដូវវស្សាខ្ញុំបានព្រមានញាក់ខ្ញុំបានប្រាប់ញាក់ថាពេលវេលានៃភាពរីករាយមិនមែនជាពេលវេលាសម្រាប់ជៀសខ្ជាប់អក្សរទេណាប៉ុន្តែជាពេលវេលាត្រៀមខ្លួនសម្រាប់អនាគតនៅពេលនោះតើញាក់កំពុងតែធ្វើអ្វីចាប់បៃអោនក្បាលទាំងធ្ងៀមខ្មាស់ទាំងហាត់ខ្ញុំបានច្រៀងលេងខ្ញុំគិតថាអ្វីនឹងបន្តដោយធម្មតាខ្ញុំមិនបានគិតទៅដល់ផលវិបាកទេជ័យសេហាងក់ក្បាលមុននឹងសម្រេចចិត្តមួយរំពេចទោះបីជាចាប់បៃមិនបានតស៊ូនឹងខិតខំមែនតែចិត្តអាណិតអាសររបស់គាត់ចំពោះសត្វដែលកំពុងស្លាប់ដោយអន់ឃ្លានបានឈ្នះលើគាត់ល្អហើយចាប់បៃទោះបីជាយើងជាស្រមោចដែលខិតខំមែនប៉ុន្តែយើងមិនមែនជាមនុស្សចិត្តអាក្រក់ឡើយយើងត្រូវជួយគ្នាទៅវិញទៅមកនៅពេលមានអាសន្នអាក្រក់យើងនឹងផ្ដល់អាហារបន្តិចបន្តួចឲ្យអ្នករស់រានទៅបានប៉ុន្តែចូលចងចាំមេរៀននេះឲ្យបានច្បាស់ការតស៊ូនិងការត្រៀមខ្លួនគឺជារឿងសំខាន់បំផុតក្នុងជីវិតអ្នកមិនអាចរងចាំដល់បញ្ហាទើបចាប់ផ្ដើមធ្វើការនោះទេ 5. បទពិសោធន៍និងការផ្លាស់ប្ដូរចាប់ពីថ្ងៃនោះមករៃចាប់បៃបានទទួលអាហារគ្រប់គ្រាន់សម្រាប់រស់រានក្នុងរដូវរងាគេបានចំណាយពេលទាំងនោះមិនមែនច្រៀងលេងទេគឺពិចារណាឡើងវិញអំពីកំហុសរបស់ខ្លួននិងកោតសរសើរទៅដល់ភាពឧស្សាហ៍ព្យាយាមរបស់ស្រមោចជ័យសេហានិងកូនក្រុមរបស់គេនៅពេលដែលរដូវក្តៅត្រឡប់មកវិញម្ដងទៀតចាប់បៃបានផ្លាស់ប្ដូរទាំងស្រុងចាប់បៃនៅតែជាសិល្បករប៉ុន្តែគាត់បានចាប់ផ្ដើមបែងចែកពេលវេលាយ៉ាងច្បាស់លាស់នៅពេលព្រឹកព្រលឹមនិងពេលថ្ងៃត្រង់គាត់បានទៅជួយស្រមោចដឹកជញ្ជូនអាហារនិងសម្ភារៈនិងពេលល្ងាចទើបគាត់ច្រៀងលេងដើម្បីផ្ដល់ភាពរីករាយទៅអស់គ្រប់គ្នាចាប់បៃបានក្លាយទៅជាអ្នកលើកទឹកចិត្តសត្វដទៃទៀតឲ្យធ្វើការងារដោយភាពរីករាយមេរៀនអប់រំរឿងនីតិនេះបានបង្រៀនយើងថា 1. ការតស៊ូនិងការត្រៀមខ្លួនភាពរីករាយជាបច្ចុប្បន្នមិនគួរធ្វើឲ្យយើងភ្លេចពីតម្រូវការនៅអនាគតឡើយយើងត្រូវតែខិតខំតស៊ូនិងត្រៀមខ្លួនសម្រាប់ការលំបាកមុនវាមកដល់ 2. ការបែងចែកពេលវេលា
យើងត្រូវចេះបែងចែកពេលវេលាឲ្យបានសមរម្យរវាងការងារការសិក្សានិងការសម្រាកលំហែ 3. មេត្តាធម៌ទោះបីជាអ្នកដទៃខ្ជិះខ្ជាក់ក៏ដោយការមានចិត្តអាណិតអាសូរនិងជួយគ្នានៅពេលមានអាសន្នគឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់